ស្ដីបងប្អូនថ្ងៃហ្នឹងគ្រូមានមួយលំហាត់គ្រូបញ្យល់បងប្អូនតើទៅនឹងលំហាត់ថ្នាក់ទី10តែមុននឹងបរិញ្ញាគ្រូសូមឲ្យបងប្អូនជួយចុច Subscribe និងពាក្យជាវដើម្បីទទួលវីដេអូថ្មីអញ្ចឹងវាថានេះវាថាប្រអប់មួយអញ្ចឹងហ៎នេះប្រអប់មួយមានម៉ាស់5គីឡូក្រាមយោងដោយខ្សែមួយគណនាកម្លាំងខ្សែពេលដែលកំពុងធ្លាក់ពីឲ្យធ្លាក់កំពុងផ្លាស់ទីចុះក្រោមដោយសន្ទុះ4គេឲ្យស្រីស្មើប៉ុណ្ណឹងដូចរូបហ្នឹងអញ្ចឹងរូបមានន័យថាធ្លាក់ចុះក្រោមសំណួរគេឲ្យយើងគណនាកម្លាំងខ្សែនេះអញ្ចឹងកម្លាំងខ្សែនេះគឺតាំងដល់អក្សរតេយល់ទេនេះតាំងដល់អក្សរតេហ្នឹងគឺស្មើនឹងកម្លាំងខ្សែតទៅនឹងវាធ្លាក់ចុះក្រោមអញ្ចឹងមកយើងដាក់មកគណនាអីអញ្ចឹងហ៎គណនាកម្លាំងអីកម្លាំងខ្សែគូសេសស្អាតទេដោយសារតែវាប្រវត្តិនៃការសរសេរអញ្ចឹងគូសេដៃអញ្ចឹងយើងប្រវត្តិតិចអញ្ចឹងតាមអីតាមច្បាប់យើងរើតាមច្បាប់ដំណឹងខ្សែតទៅនឹងទម្ងន់នេះទម្ងន់ណានេះទម្ងន់វាគឺចុះក្រោមចុះក្រោមហើយនឹងដំណឹងខ្សែអញ្ចឹងយើងត្រូវរើតទៅនឹងតំណែងកម្លាំងខ្សែនិងទម្ងន់អញ្ចឹងយើងត្រូវរើតាមច្បាប់ទី2ញូអីនីវ៉ុនអញ្ចឹងតាមច្បាប់អីច្បាប់ទីម៉ានទី2ញូអីញូនីវ៉ុនអញ្ចឹងច្បាប់ទី2ញូវ៉ុនមានន័យថាប៉ែបូកនឹងតេស្មើ m គុណនឹង a អញ្ចឹងនឹងច្បាប់ទី2ញូវ៉ុននេះប៉ែនេះមិនអីមិនតេតែសំណួរហ្នឹងយើងត្រូវដឹងថាខាងណាបូកខាងណាដកផងដោយសារតែពីរហ្នឹងវាខុសគ្នាកាលណាតាសំណួរហ្នឹងគេប្រាប់ថាវាផ្លាស់ទីចុះក្រោមអញ្ចឹងដូចសញ្ញាព្រួយចុះក្រោមអញ្ចឹងកាលណាចុះក្រោមមានន័យតម្លៃពេលហ្នឹងគឺបូកព្រោះទីដៅវាដូចសញ្ញាព្រួយហើយសញ្ញាព្រួយតែនេះវាឡើងទៅលើតែគេប្រាប់ថាវាចុះក្រោមអញ្ចឹងមានន័យថាចុះក្រោមវាផ្ទុយពីសញ្ញាព្រួយតែអញ្ចឹងមានន័យថានេះវាមិនវាដកអញ្ចឹងនេះដកនេះទៅជាអីវិញបូកដោយសារតែវាចុះអីចុះក្រោមអញ្ចឹងចុះក្រោមមកដូចសញ្ញាព្រួយនេះឃើញអត់អញ្ចឹងយើងត្រូវដាក់តប៉ែដកនឹងតេស្មើ m គុណនឹងអីគុណនឹង a យល់ទេហ្នឹងហើយយ៉ាអត់យកតទៅនឹងសញ្ញាដកហ្នឹងមានន័យថាទិសដៅវាចុះក្រោមនេះទិសដៅវាចុះក្រោមអញ្ចឹងណាទិសដៅវាចុះក្រោមតែអាតេនោះទិសដៅវាឡើងទៅលើទេអញ្ចឹងវាផ្ទុយអត់វាផ្ទុយអញ្ចឹងមានន័យថាកាលណាតែផ្ទុយគឺអានឹងដកនេះវាទៅជាបូកអីព្រោះអានេះចុះក្រោមដូចសញ្ញាព្រួយដែរដូចសញ្ញាព្រួយវាចុះក្រោមដូចទិសដៅរបស់វាអញ្ចឹងគេឲ្យវាតម្លៃបូកអានេះទៅជាដកអញ្ចឹងសំណួរនេះគេសួររកដំណឹងខ្សែកម្លាំងដំណឹងខ្សែតាមដល់អក្សរអីសតេនេះហើយវាគិតជាអីគិតជាញូអីញូតនតាមដល់អក្សរណាអញ្ចឹងយើងបោះមកតែបោះមកស្មើនឹងតម្លៃកាលណាយើងបោះមកបានប៉ែអញ្ចឹងហ៎ដកប៉ែបូកនឹង m គុណនឹង a អញ្ចឹងហ៎អញ្ចឹងយើងត្រូវរុញសញ្ញាដកចេញអញ្ចឹងយើងបានអានេះដកគុណដកវាទៅជាបូកវិញហើយអានេះដកគុណនឹងបូកវាទៅជាដកស្មើ m គុណនឹងអីគុណនឹង a មិនអញ្ចឹងហ៎អញ្ចឹងដល់យើងបញ្ជាក់ថា m ប៉ែនេះប្រធានរបស់គេប៉ែគេអត់ប្រាប់វាតម្លៃវាទេគេអត់ប្រាប់តម្លៃចំនួនវាស្មើប្រមាណទេអញ្ចឹងយើងត្រូវរកចំនួនប៉ែណាតែអីតែប៉ែយើងនេះមិនស្មើ m ហ្មង m គុណនឹងអីគុណនឹង c អញ្ចឹងកន្លែងនេះយើងត្រូវចំនួនដោយអក្សរអីអក្សរ m នឹងអី m នឹង c ណាអញ្ចឹងយើងបានតែស្មើនឹងកន្លែងនេះយើងដាក់អក្សរចូលគឺដាក់អក្សរ m គុណនឹងអីគុណនឹង c ដកនឹងអី m គុណនឹង a រួចដោយសារ m យើងនេះមានប្រមាណមានដល់12អញ្ចឹងយើងអាចទាញជាកតាបានអញ្ចឹងនាំឲ្យ m យើងបានឲ្យ c ដកនឹងអីដកនឹង a នេះណាអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងអាចដាក់បំរាប់បានអញ្ចឹងហ៎អញ្ចឹងបំរាប់នេះដោយ m យើងនេះជាម៉ាស់គេឲ្យម៉ាស់វាមកស្មើ5ទៅនេះម៉ាស់វាមកស្មើ5អញ្ចឹងយើងដាក់5មកគីឡូអីគីឡូក្រាមដល់សេយើងគេឲ្យវាប្រហែលសេមិន 9 ចុចប៉ុន្មានមិន 9 ចុច 8 ម៉ែត្រក្នុង1នាទីអីការ៉េដល់ពេល a យើងគេឲ្យប្រហែល a ជាសន្ទុះ
đây sừng túc cái ao mẹ buồn nè nè buồn cho nhưng mà buồn mai nó một tí cái đây này chắc ngon đấy ôi chắc như ai chồng nó trâu ba này chắc kệ bán tẩy nga nè âm nha nghe âm dưới trong lại viên mà mình pram thời đấy đặt pram nó đó ta ơi âm kg ta ơi xì dưới mình màn xì dưới mình buồn trên váy đấy còn buồn trên váy mai không buồn tí cái đấy đó nên màn đó là a giấc buồn đi buồn ấy mai không buồn tí ấy cái này này nhé trắng bây đây khu do vì một đỏ hơi nhưng giờ vì một đỏ thì bông cái cho cái thứ vừa thì bông cái cho môn tuy nhiên do một đỏ là 4 hay con là pram chẳng bây giờ con tới khơi đồng lại vào viết cứ mà phay màn mà phay cùng buồn như vậy như tầm này chia chi đồng lại chắc được ní được ní té mà nó mà phay mà phay buồn như vậy như tầm này chia ấy chia chùm lại chắc lúc hai nâng cru xong và chào vào phần nâng hay ngò trong á ai comment bằng chân khu xong họ cùng